នេះខ្ញុំសូមគោរពជម្រាបសួរកាន់ពុកម៉ែបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរថ្ងៃនេះខ្ញុំមកចេញវីដេអូមួយមកនិយាយអំពីជំងឺផ្លូវចិត្តដែលខ្ញុំក៏មានដូចពុកម៉ែបងប្អូនដែរចា៎ហើយខ្ញុំឃើញមនុស្សទាំងអស់គ្នាហ្នឹងណាដោះស្រាយអីមិនចេញគឺតែងតែរកផ្លូវមួយដែលគាត់ថាបើខ្ញុំស្លាប់ទៅខ្ញុំនឹងដោះស្រាយបញ្ហានឹងចេញអស់ហើយចា៎ការពិតវាមិនពិតនោះទេសម្រាប់ខ្ញុំក៏មានដូចអ្នកទាំងគ្នាដែរហើយវិបត្តិផ្លូវចិត្តនិងការកិច្ចវេះហ្នឹងគឺមានច្រើនប្រភេទទី1គឺគាត់កិច្ចវេះជាមួយនឹងស្នេហាផាត់ក្បត់ទី2គាត់កិច្ចវេះជាមួយនឹងបំណុលទី3គាត់កិច្ចវេះជាមួយនឹងចាក្រុមគ្រួសារដែលមិនមានការយកចិត្តទុកដាក់ជាមួយនឹងពួកគាត់ខ្ញុំសូមផ្ដាំទៅពុកម៉ែបងប្អូនទាំងគ្នាថាត្រូវចាំថានៅពេលដែលយើងកាត់មកគឺយើងកាត់មកតែម្នាក់ឯងទេយើងទៅវិញក៏ម្នាក់ឯងដែរហេតុអ្វីយើងត្រូវគិតថាតើតើមានអ្នកទាំងអស់គ្នានោះទៅបងប្អូនទាំងគ្នាអាចរស់បានតើហេតុអីបានយកជីវិតដែលមានតម្លៃបំផុតដែលយើងកាត់មកដើម្បីទទួលផលកម្មនិងផលបុណ្យដែលយើងសាងពីជាតិមុនមកនោះយើងមកបោះចោលទៅទេទាំងដែលមនុស្សដែលយើងមិនដែលស្គាល់សោះតើហេតុអីតម្លៃខ្លួនរបស់យើងអន់ដល់ថ្នាក់អត់គេមិនបានដល់ថ្នាក់យើងដោះស្រាយបញ្ហាមួយចំនួនមិនបានចាបងប្អូនឬក៏បងប្អូនទាំងគ្នាឈប់គិតអវិជ្ជមានមកលើខ្លួនឯងទៀតទៅបងប្អូនទាំងអស់គ្នាត្រូវចាំថាយើងកើតមកជាមនុស្សហ្នឹងយើងមានសំណាងយើងមានបុណ្យណាស់ហេតុអ្វីដែលយើងកើតមកមានដៃមានជើងចាមានវាសនាក្នុងការធ្វើរឿងល្អល្អរស់នៅឲ្យទទួលផលបាបនិងផលកម្មឲ្យចប់រឿងហើយយើងទៅដោយក្តីចារីករាយទៅហេតុអ្វីបានយើងសុខចិត្តទៅដោយអល់ឡោះអាឡៃទៅដោយឈឺចាប់បែបហ្នឹងហើយអ្នកទាំងគ្នាថាពេលដែលអ្នកទាំងគ្នាស្លាប់ទៅអ្នកទាំងគ្នាសម្រាប់ខ្លួនហ្នឹងតើអ្នកទាំងគ្នាគិតថាអ្នកទាំងគ្នាបានសុខមែនផុតទុកមែនត្រូវចាំណាมันអាចផុតទុកទេហើយក៏មិនសុខដែរអ្នកទាំងគ្នារស់មនុស្សគ្រាន់តែស្នេហាគ្រាន់តែខ្វះហូបចុកបន្តិចពាក់បំណុលគេបន្តិចបន្តួចសុខចិត្តយកជីវិតទៅបដូរជាមួយនឹងដំណោះស្រាយយើងគិតមើលថាជីវិតយើងនឹងវាអន់ជាងចាលុយវាអន់ជាងមនុស្សដទៃនោះឬយ៉ាងណាគេមានដៃពីរជើងពីរហើយយើងក៏មានដៃពីរជើងពីរអត់មានគេយើងត្រូវតែរៀនរស់ដោយខ្លួនឯងព្រោះយើងកាត់មកមានតែឯងតើមានគេណាហេតុអីបានយើងត្រូវគិតខ្លីហេតុអ្វីយើងត្រូវទៅចិត្តនឹងវាសនាព្រោះផលកម្មយើងសាងពីជាតិមុនយើងត្រូវទទួលផលកម្មឬក៏ផលបុណ្យបានប៉ុណ្ណឹងហើយបើយើងមិនទ្រាំរួចឲ្យអស់កម្មតើយើងទៅសម្រាប់ខ្លួនយើងគិតថាយើងផុតកម្មមែនយើងផុតទុកមែនទុកលើសដើមបើតាមច្បាប់របស់ព្រះពុទ្ធខ្ញុំគឺជាអ្នកកាន់សិល5ខ្ញុំដឹងច្បាស់បើបងប្អូនទាំងអស់គ្នាមិនរស់ឲ្យផុតអាយុកាលនោះទេអ្នកទាំងអស់គ្នាគឺទី1រងទុកវេទនាលើដើមមិនមែនទៅជាខ្មោចផុតទុកទេណាវិញ្ញាណរបស់អ្នកទាំងអស់គ្នាគឺនៅវល់រហូតដល់ទៅដល់នរកទៀតហើយអ្នកទាំងអស់គ្នានឹងកាត់ជាមនុស្សមករងទុកវេទនាឬក៏អាចកាត់មកជាសត្វដេរឆានម្ដងទៀតបើអ្នកទាំងអស់គ្នាមិនអាចទ្រាំរស់ឲ្យផុតកម្មនោះទេនឹងច្បាប់នៃព្រះពុទ្ធលោកត្រាស់ប្រាប់ណាព្រោះមនុស្សម្នាក់ត្រូវរស់ទទួលផលបុណ្យនិងផលកម្មអស់ពេលណាវានឹងទៅដល់ខ្លួនឯងមិនចាំបាច់យើងទៅលោតទឹកទៅអាកទៅសម្រាប់ខ្លួនឯងនោះទេណាហើយបងប្អូនសួរថាចុះបើខ្ញុំពិបាកវេទនាចឹងខ្ញុំត្រូវធ្វើម៉េចទី1រៀនសមាធិទី2បងប្អូនទាំងគ្នាត្រូវកាន់សិល5ឲ្យបានបើមិនបានម្ដង5ទេទម្លាក់ម្ដង1តើសិល5តបអីខ្លះកាមេសូរ៉ាលបែងភូតកុហកបោកប្រាស់និងសម្លាប់សត្វអញ្ចឹងបងប្អូនឬបងកាត់បន្ថយម្ដង1ដូច្នេះហើយបងប្អូនទាំងគ្នាធ្វើពិបាកទាំង5ក្នុងពេលតែមួយគឺអ្នកទាំងគ្នាបន្ថយម្ដង1បើអ្នកទាំងគ្នាថាខ្ញុំឈប់សម្លាប់សត្វចាគឺជាជំហានទី1ណាធ្វើវាម្ដងតិចរហូតអ្នកទាំងគ្នាធ្វើបានជោគជ័យនៅពេលដែលអ្នកទាំងគ្នាកាត់បន្ថយវាបានម្ដង1គឺវាពេញរហូតដល់5នៅពេលដែលពុកម៉ែបងប្អូនកាន់សិល5បានហើយនោះបងប្អូនទាំងគ្នានឹងត្រាស់ដឹងខ្លួនឯងថាសិល5នេះបរៀនឲ្យយើងរស់នៅម្នាក់ឯងទទួលយកគ្រប់យ៉ាងអត់គេក៏យើងរស់បានមានគេក៏យើងរស់បានមានមិត្តភ័ក្តិក៏យើងរស់បានមិនមានមិត្តភ័ក្តិក៏យើងរស់បានដែរព្រោះដោយសារអីសិល5គឺជាផ្លូវដ៏ភ្លឺបំផុតសម្រាប់ពុកម៉ែបងប្អូននេះគឺជាការអនុវត្តផ្ទាល់របស់ខ្ញុំហើយទទួលបានជោគជ័យរយៈពេល5ឆ្នាំហើយពុកម៉ែបងប្អូនបើថាទៅវត្តឬក៏ទៅចាស់វិបស្សនាទៅតាមវត្តអារាមតាមភ្នំអីមិនទេធ្វើតែក្នុងផ្ទះនៅកន្លែងឲ្យស្ងប់ស្ងាត់យកធ្វើចិត្តឲ្យល្អចាប្រមូលអារម្មណ៍ឲ្យល្អនៅតែក្នុងផ្ទះហ្នឹងគឺល្អជាងយើងទៅវិបស្សនាផងអាហ្នឹងបើសិនជាអ្នកនរគ្នាគិតថាខ្ញុំមិនដឹងទៅវត្តណាទេខ្ញុំអត់ស្គាល់នៅក្នុងផ្ទះជាជម្រើសល្អចាឲ្យតែយើងតាំងចិត្តថាយើងធ្វើនៅកន្លែងណាក៏យើងធ្វើបានដែរគឺសិល5នេះគឺងាយធ្វើបំផុតចាគឺជាសិលដែលយើងកាត់បន្ថយការសាងអំពើបាបរៀនរស់នៅជាមួយនឹងការពិតចាមិនបៀតបៀនមិនសម្លាប់មិនកេងប្រវ័ញ្ចអ្នកណាគឺយើងរស់នៅដោយសុខទោះយើងមានលុយអត់លុយក៏យើងសុខសាន្តដែរនេះសម្រាប់វីដេអូនេះខ្ញុំចង់ចែករំលែកបងប្អូនទាំងគ្នាប៉ុណ្ណឹងនេះគឺជាការឆ្លងកាត់ការកាន់សិល5របស់ខ្ញុំរយៈពេល5ឆ្នាំហើយខ្ញុំរាល់ថ្ងៃខ្ញុំអត់មានសង្សារមានប្រុសឈ្មោលខ្ញុំអត់មានមិត្តភ័ក្តិចាសំបីតែម្នាក់គឺអ្វីដែលខ្ញុំរៀនរស់ម្នាក់ឯងនេះគឺជោគជ័យដូច្នេះខ្ញុំជោគជ័យអ្វីខ្ញុំចែករំលែកទៅកាន់បងប្អូនថាឆាកជីវិតនេះគ្មានអ្នកណាចង់រស់នៅជាមួយយើងហើយល្អជាមួយយើងរហូតនោះទេគឺមានតែយើងស្រឡាញ់ខ្លួនឯងដោះស្រាយខ្លួនឯងទទួលស្គាល់ខ្លួនឯងរស់នៅទទួលយកផលកម្មនិងផលបុណ្យដល់ខ្លួនឯងគ្មានអ្នកណាមកជួយយើងបានទេចាសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមពុកម៉ែបងប្អូនស្ដាប់ដោយពិចារណាមានកំហុសឆ្គងត្រង់ប្រការណាខ្ញុំសូមខន្តីអភ័យទោសទុកជាមុនសូមអរគុណ